កងទ័ពថៃចោទកម្ពុជាថាជាសម្បុកអក្រិតកម្មអនឡាញហើយក៏បាននៅថ្ងៃទី17ខែធ្នូកន្លងទៅនេះទាហានថៃចាប់ផ្ដើមប្រើប្រាស់ថាច្បាំងប្រឆាំងនឹងអក្រិតករ scammer ហើយក៏ដាក់ឈ្មោះកងទ័ពលោកហ៊ុនសែនថាជា scam army នេះគឺជាពាក្យសម្ដីដែលដាក់ផ្លាកឲ្យពិភពលោកឃើញថាថៃកំពុងតែច្បាំងនឹង scam army ដើម្បីរស់រានមានជីវិតនេះគឺជាការកែប្រែបន្តិចម្ដងដើម្បីបន្តធ្វើសង្គ្រាមប្រឆាំងនឹងលោកហ៊ុនសែនដរាបណាកងទ័ពថៃមិនកាន់កាប់ដីស្រុកឬក៏ដីខេត្តនៃកម្ពុជាទេការអះអាងថាច្បាំងប្រឆាំងនឹង scam army នេះគឺស័ក្តិសិទ្ធិមានន័យថាសៀមអាចច្បាំងបានយូរហើយអន្តរជាតិក៏មិនជាឈឺក្បាលវិលមុខកោលទោសសៀមទេដរាបណាប្រទេសកម្ពុជាត្រូវបាននានាប្រទេសក្នុងពិភពលោកចាត់ទុកថាជាសម្បុកអក្រិតកម្ម scam រូបភាពលោកហ៊ុនសែនជាមួយនឹងច្រើនជឿនៃ Prince Group រូបភាពក្មួយលោកហ៊ុនសែនហ៊ុនតូជាមួយនឹងហ៊ុយវ៉ាន់រូបភាពនានារបស់ព្រឹទ្ធសភាខ្មែរដូចជាសុកកុកអានលីយ៉ុងផាត់លាបពណ៌នឹងរូបភាពកម្ពុជាឲ្យធ្លាក់ទៅក្នុងទស្សនីយភាពមួយដែលនានាប្រទេសគេអត់កាន់ជើងកម្ពុជាទេត្រង់នេះធ្វើឲ្យថៃអាចនឹងបន្តសង្គ្រាមប្រឆាំងនឹងលោកហ៊ុនសែនបានតទៅទៀតដើម្បីដោះស្រាយរឿងនេះវាទាល់តែលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រញាប់ជំរះរឿងនេះបើមិនជំរះរឿងនេះទេគឺมันអាចដោះរួចពីទស្សនីយភាពមុខមាត់ដែលកខ្វក់នេះទេខ្ញុំអំពាវនាវឲ្យលោកហ៊ុនសែនចាត់វិធានការឲ្យលឿនដោះស្រាយរឿងនេះបើមិនដូច្នោះទេសៀមនៅតែបន្តវាយគាត់អត់ឈប់ហើយប្រទេសកម្ពុជានឹងបែកបាក់អស់សេដ្ឋកិច្ចអីញ៉ៃអស់ហើយនឹងធ្លាក់ទៅក្នុងហាយនភាពអញ្ចឹងខ្ញុំអំពាវនាវឲ្យលោកហ៊ុនសែនបញ្ញាប់ធ្វើកិច្ចការហ្នឹងបើមិនអញ្ចឹងទេទាំងគ្រួសារគាត់ទាំងអំណាចរបស់គាត់ទាំងប្រទេសទាំងមូលហ្នឹងធ្លាក់ទៅក្នុងការលំបាកណានេះគឺជាអ្វីដែលខ្ញុំឃើញបាទណាព្រំម៉ៅមិនខ្វះទេកូនសិភៅពេញហាងនៅទីក្រុងភ្នំពេញមិនខ្វះទេសិភៅនឹងមានលក់នៅភ្នំពេញហ្មងណាកូនណាមិនខ្វះទេណាសិភៅនឹងមានទាំងអស់ដូច្នេះមិនអីទេនេះគឺជាលោកតាបានឃើញ Facebook គេ share លោកតាបានឃើញ Facebook គេ share ទាហានខ្មែរស្លាប់ទេទាហានក្មេងៗខ្ញុំអត់ដែលយកភ្នែកមើលទេអាណិតពេកឈឺចាប់ពេកណារយៈកាលកន្លងមកក្រសួងការពារជាតិមិនដែលប្រកាសអាប់ដេតអំពីពលទាហានដែលស្លាប់នឹងរបួសទេណាដូច្នេះខ្ញុំមិនចង់យកភ្នែកមើលពីព្រោះវាឈឺចាប់ណាកូនណារដ្ឋាភិបាលថៃដាក់ផែនការសម្រាប់ឲ្យបានបិទឈប់បាញ់នៅមុនពេលបុណ្យគ្រីស្មាស់ថ្ងៃទី25ធ្នូខ្ញុំអត់ទាន់ឃើញព័ត៌មានហ្នឹងណាហើយខ្ញុំដូចជាអត់ទាន់ជឿពីព្រោះអីបានអត់ជឿថៃទើបតែនឹងប្រកាសថាលក្ខខណ្ឌ3យ៉ាងនៅដដែលបើលក្ខខណ្ឌ3យ៉ាងនៅដដែលមិនក៏ថៃប្រកាសឈប់បាញ់វាដូចជាផ្ទុយគ្នាណាសម្ព័ន្ធនេះតើព័ត៌មាននឹងបានពីណាមកអ្នកណាផ្សាយព័ត៌មានហ្នឹងពីព្រោះពាក្យសម្ដីនេះវាផ្ទុយពីគោលជំហរដែលរដ្ឋាភិបាលនិងរដ្ឋមន្ត្រីក្រសួងការបរទេសថៃសីហសនិយាយណាបើវាផ្ទុយគ្នាហើយមកទៅតឹងអញ្ចឹងមានន័យថាម៉េចម្សិលមិញអត់ស្ដាប់ចិនអត់យកភ្នែកមើលចិនផងថ្ងៃនេះវាងយីនិយាយក៏អត់ឃើញអីព្រឹកនេះក៏និយាយថាលក្ខខណ្ឌ3នៅដដែលហើយចុងមិនក៏ចាញ់ព័ត៌មានហ្នឹងសម្ផស្សជួយអាប់ដេតថាព័ត៌មានហ្នឹងចាញ់ពីប្រភពណាព័ត៌មានហ្នឹងចាញ់ពីប្រភពណាមកអ្នកណាអ្នកផ្សាយអានោះអញ្ចឹងខ្ញុំដូចជាពិបាកជឿណាបោកទៅអត់ចាញ់លេខបាទប្រភពកាសែត The Nation ចាញ់ថ្ងៃនេះអញ្ចឹងខ្ញុំទៅមើលណា
ខ្ញុំទៅមើលបន្តិចបងប្អូនគេថា The Nation of Thailand អញ្ចឹងខ្ញុំទៅមើលបន្តិចអូខេ11នាទីមុននេះ A Joint Information Center for Thailand Cambodia situation has transitioned its reporting mode reducing details regarding Cambodian military casualties and structural damages. This adjustment aimed to support diplomatic effort ahead of the special ASEAN Foreign Ministers meeting scheduled on Monday, December 22nd in Malaysia. Okay, Thailand has stipulated 3 conditions for a ceasefire. Cambodia must officially declare it first. The ceasefire must be continuous and observed in practice, and Cambodia must cooperate in joint demining operations. These terms have been set ahead of a special ASEAN Foreign Ministers meeting, which was postponed at Thailand's request to allow its military to secure a tactical advantage. The diplomatic push for a ceasefire is occurring amidst ongoing heavy fighting as Thai forces aim to negotiate from a position of strength at the upcoming summit. Okay. អាហ្នឹង outline ខ្ញុំអានណា shift in communication strategy, Thailand 3 condition of ceasefire, military situation, operational century. Okay, assessment. Okay. អាហ្នឹងឯងអាហ្នឹងឯងអាហ្នឹងឯងអូខេបើវាតាក់ទងណាអាហ្នឹងវិញចេះ The Nation of Thailand បានបង្ហាញអំពីការធ្វើ press conference of the joint military units at the Thai Royal Military Headquarters. The adjustment and streamline is prepared for diplomatic action at the summit, which begin on December 22nd. បានសេចក្តីថាថៃកំពុងតែត្រៀមទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានថ្ងៃទី22ខែធ្នូឆ្នាំ2025ខាងមុខនេះនៅក្នុងពេលនេះថៃបានដាក់នៅលក្ខខណ្ឌ3ដែលតាក់ទងនឹងការឈប់បាញ់តាក់ទងនឹងការដោះមីនរួមគ្នាណាដែលលក្ខខណ្ឌនេះងាយទេនៅភាគទី2ខ្ញុំបានឆ្លើយថាបើខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំធ្វើបានណាលក្ខខណ្ឌរបស់ថៃគឺងាយបន្តមកទៀតកងទ័ពថៃបានឲ្យ The Nation ដឹងថាគេចង់សម្រេចនៅការយកព្រៀបលើសមរភូមិការយកព្រៀបលើសមរភូមិដោយខ្ញុំជម្រាបហើយថាឧត្តមសេនីយ៍ដែលជានាយសេនាធិការនៃកងទ័ពជើងគោកថៃមិនចង់កាន់កាប់ស្រុកឬក៏ខេត្តកម្ពុជាទេគឺចង់តែរៀបចំណាចង់តែរៀបចំនៅកម្លាំងទ័ពរបស់ខ្លួនឲ្យមានអំណាចលើហើយថៃគិតថាខ្លួនមានព្រៀបលើកងទ័ពលោកហ៊ុនសែនឬទេនៅក្នុងន័យនេះបានសេចក្តីថាកងទ័ពថៃគិតថាខ្លួនមានព្រៀបលើហ៊ុនសែនមានន័យថា having advantage point over ហ៊ុនសែនมันមានបញ្ហាអីទេបើថៃគេ satisfy with position របស់គេហើយគេ move forward ទៅ cooperation on 3 condition បើគេពេញចិត្តនឹងចំហរបស់គេហើយគេព្រមទៅតាមហ្នឹងហើយខាងហ៊ុនម៉ាណែតព្រមទៅតាមហ្នឹងជំនួបថ្ងៃទី22ខែធ្នូនឹងចរចាណាបើទៅតាមផ្លូវហ្នឹងគឺថៃអត់ចង់ឲ្យចិនលូកដៃហើយក៏មិនចង់ឲ្យអាមេរិកលូកដៃបើសិនណាជាហ៊ុនម៉ាណែតមានប្រាក់សកលជាប្រមុខការទូតអនុទិនចានវីរៈគុណមានសីហស័ក្តិជាការទូតធ្វើដំណើរទៅតាមផ្លូវហ្នឹងដោយកងទ័ពថៃព្រមកងទ័ពថៃត្រូវមើលប្របីមាត់របស់លោកហ៊ុនសែនថាឈប់ស៊ីត្រាវហើយនៅបើក្រោយពីត្រូវគ្នាតាមលក្ខខណ្ឌ3ហ្នឹងសម្របសម្រួលទៅមុខក្រោយថ្ងៃទី22ខែធ្នូហើយលោកហ៊ុនសែនឈប់ស៊ីត្រាវអាហ្នឹងបានសុខហើយអាចកសាងបន្តិចម្ដងទៅមុខទៀតតែបើលោកហ៊ុនសែនគាត់ផ្លាស់ប្ដូរចិត្តកំណត់ថាអញស៊ីត្រាវទៀតវាយទៀតចប់សង្គ្រាមតែកើតឡើងមកនេះអ្នកណាឈ្នះអត់មានអ្នកណាឈ្នះទេ
នេះយោបល់ខ្ញុំណាសង្គ្រាម11 12ថ្ងៃអ្នកណាឈ្នះអត់មានអ្នកណាឈ្នះទេហើយចុះអ្នកណាប្រៀបជាងថៃពួកអាស៊ីចូលទាំងឡាយឯងចូលចិត្តអញនិយាយត្រង់នេះគឺជាអ្វីដែលខ្ញុំវិភាគសង្គ្រាមប្រហែលថ្ងៃនេះអត់មានអ្នកឈ្នះណាចាញ់ទេពីព្រោះគេវាយនៅតែលើបន្ទាត់ប៉ុណ្្នឹងឯងប៉ុន្តែបើសួរខ្ញុំថាតើអ្នកណាមានប្រៀបជាងតបសៀមមានប្រៀបជាងបងប្អូនយល់យ៉ាងម៉េចដែរមានអ្នកណាមានយោបល់អីទេអឺ